ទៀតដើម្បីបើកសាលារៀនអក្សរខ្មែរដើម្បីឲ្យកូនចៅខ្មែរឲ្យប្រសង់ខ្មែរក្រមបានសិក្សារៀនសូត្រតែប៉ុណ្ណោះក្នុងទីវត្តអារាមនោះកន្លងមកគេធ្លាប់ធ្វើទរណកម្មកន្លងហ្នឹងគេធ្លាប់ធ្វើទរណកម្មគេបានចាប់ប្រសង់ហ្នឹងចាប់សឹកដល់អំពើចិត្តគេដាក់ខ្នោះគេវាយគេចាក់ឆ្នាំតាមអំពើចិត្តរបស់គេពួកគេទាំងអស់រហូតគេយកទៅឃុំឃាំងតែមានការតវ៉ាតែមិនសុខចិត្តជាងទៅបើគេដល់លេខប្រសង់មកបើគេបានចាក់ឆ្នាំព្រះអង្គលីចន្ទាហ្នឹងចាក់ឆ្នាំថាឆ្នាំជាតិសាជាតិបំភ្លេចស្មារតីហ្នឹងឆ្នាំពុលទៅឲ្យព្រះអង្គមានភ្លេចការចងចាំភ្លេចការចងចាំខ្លួនឯងភ្លេចអ្វីទាំងអស់ហេតុនេះហើយគឺទង្វើដ៏អស្ចារ្យហើយគឺយើងគិតថាជាទង្វើដ៏ព្រៃវិស័យបំផុតសម្រាប់ប្រជាពលរដ្ឋសម្រាប់ប្រសង់ខ្មែរក្រមទាំងអស់ជាក្រុមនាមអាត្មាដែលជាប្រធានស្ដីទីសមាគមប្រសង់ខ្មែរក្រមអាត្មាមិនអាចសុខចិត្តមិនអាចបើកភ្នែកឲ្យពួកអាជ្ញាធរវៀតណាមជិះជាន់ទៅលើពុទ្ធសាសនាយកមកជាន់ឆ្លីតាមអំពើចិត្តបានទេជាងអាត្មាត្រូវតវ៉ាឲ្យអាជ្ញាធរវៀតណាមត្រូវតែគោរពសិទ្ធិសេរីភាពទៅលើប្រសង់ខ្មែរក្រមទៅតែគោរពសិទ្ធិប្រជាពលរដ្ឋទៅតែគោរពសិទ្ធិពុទ្ធសាសនាត្រូវតែគោរពសិទ្ធិនៃជនជាតិតាមទៅតែគោរពសិទ្ធិនៃការទទួលព័ត៌មានទៅគោរពសិទ្ធិនៃការអប់រំសិក្សារៀនសូត្ររបស់ប្រជាពលរដ្ឋខ្មែរក្រម